វីដេអូនេះដែរសូមបញ្ជាក់ជូនបងប្អូនថាអ្នកមានបុណ្យពិតប្រាកដហ្នឹងគឺឈ្មោះនរៈទីបោដែលព្រះសិរិយាមេត្រីទ្រង់បានចារទុកនៅប្រាសាទនៅកំពង់ចាមនេះគ្នានៅខេត្តកំពង់ចាមប្រាសាទទាំងប្រមាណហ្នឹងគឺមានឈ្មោះទ្រង់គឺព្រះសិរិយាមេត្រីទ្រង់ចារទុកចារទាំងឈ្មោះទៀតកុំឲ្យយើងច្រឡំពិបាកជឿអ្នកនេះជឿអ្នកនោះព្រោះអ្នកសម្បូរអ្នកតាំងខ្លួននឹងច្រើនរោដំមិនជាស្ដេចខ្មែរទេរោដំគឺជាកូនសៀមយួនហើយនឹងបារាំងអ្នកបញ្ជូនមកវាចាប់ស្ដេចខ្មែរស្រីឈ្មោះនរៈរាជហ្នឹងស្រីទេស្ដេចស្រីដល់ពេលវាចាប់ទៅថាវិទូចហ្នឹងវាបញ្ជូនរោដំមកជាប្រុសហើយព្រះបាទស៊ីសុវត្ថិនីវង្សព្រះអង្គឌួងមានទួលស្គាល់ណាបងប្អូនគេក៏ដឹងអញ្ចឹងវានៅក្រោមពួកអាណានិគមបារាំងត្រួតត្រានៅយួនសៀមហ្នឹងក៏វាបញ្ជូនរោដំមិនមែនស្ដេចខ្មែរទេគឺស្ដេចខ្លាំងទេកូនសៀមមកនៅឯកូនសៀមរោដំកូនសៀមទេកូនចៅសៀមទេមកធ្វើស្ដេចស្រុកខ្មែរហ្នឹងចាប់ពីហ្នឹងមកខ្លាយអញ្ចឹងកូនរោដំតមកក្រោយទៀតតែណាខ្លះហ្នឹងរោដំសេអនុអញ្ចឹងកាត់អស់ហើយហ្នឹង